ពោតឆាអត់បងប្អូនអើយនិយាយពីថ្ងៃនេះនាំពុកម៉ែបងប្អូនមកឆាពោតជាមួយនឹងខ្ញុំទាំងអស់គ្នាហើយនឹងបានធ្វើជាមួយនឹងស៊ុបគោផងដែរព្រោះដោយសារតែថ្ងៃនេះគ្រួសារគាត់ចង់ញ៉ាំស៊ុបគោអញ្ចឹងហើយក៏បានធ្វើជូនគាត់ប្រសាអញ្ចឹងណាចាជំរាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនអូនពូមីងទាំងអស់គ្នាចាបងប្អូនអើយក៏បានយកពោតចេញពីទូទឹកកកអញ្ចឹងដោយសារពោតនេះខ្ញុំមានតែពោតកកអញ្ចឹងហើយក៏បានដាក់នៅក្នុងម៉ាស៊ីន microwave ហើយក៏បានប្រឡេះអញ្ចឹងណាបងប្អូនហើយបន្ទាប់មកក៏មកហាន់ជាមួយនឹងខ្ទឹមសហើយនឹងស្លឹកខ្ទឹមបងប្អូនអើយនេះខ្ញុំបន្ទាប់នេះខ្ញុំក៏មានប័រចាប័រម្ដុំផងដែរឥឡូវនេះបងប្អូនមកលីទឹកសុសជាមួយនឹងខ្ញុំទាំងអស់គ្នានេះខ្ញុំដាក់ជាមួយនឹងម្សៅស៊ុប1ស្លាបព្រាកាហ្វេស្ករស1ស្លាបព្រាកាហ្វេហើយនេះខ្ញុំបានដាក់ជាមួយនឹងប្រេងខ្យងកន្លះស្លាបព្រាកាហ្វេហើយបន្ថែមជាមួយនឹងទឹកត្រីបន្តិចផងដែរបងប្អូនអើយដោយសារតែយើងអត់យករសជាតិដិតទេយើងយករសជាតិរៀងឡំៗអញ្ចឹងណាហើយក៏បន្ថែមជាមួយនឹងម្ទេសហុយហើយជាមួយនឹងទឹកក្តៅដើម្បីឲ្យកូរឲ្យទឹកសុសយើងចូលជាតិគ្នាអញ្ចឹងណាបងប្អូនអើយនេះគ្រឿងក្រៅដែលនេះខ្ញុំមានទឹកសុសមានហៃប៊ីខ្ទឹមចិញ្ច្រាំស្លឹកត្រឹមប័រហើយពោតហើយជាមួយនឹងសាច់ជ្រូកផាត់ផងដែរចាបន្ទាប់មកបងប្អូនអើយដោយសារពោតយើងលាងកត្រជាក់រៀងនៅកអញ្ចឹងនាងខ្ញុំក៏បានយកពោតនឹងមកស្ងោរសិនបងប្អូននេះខ្ញុំបានយកពោតមកស្ងោរប្រហែលជា5នាទីសិនណាដើម្បីឲ្យបាត់ជាតិកកហើយដើម្បីឲ្យសាច់ពោតយើងទន់បងប្អូនចានេះបងប្អូនឲ្យបន្ទាប់ពីស្ងោរឆ្អិនហើយសាច់ពោតទន់អញ្ចឹងខ្ញុំក៏បានយកចេញហើយឥឡូវនេះបងប្អូនមកឆាជាមួយនេះខ្ញុំទាំងអស់គ្នានេះខ្ញុំបានដាក់ជាមួយនឹងប័រយើងចូលទៅចាបងប្អូនអើយយើងឆាប័រយើងលីងប័រនឹងឲ្យវាថាឲ្យរលាយសិនអញ្ចឹងណាបងអូនចាតទៅពីប័រយើងរលាយហើយនេះខ្ញុំក៏បានដាក់ជាមួយនឹងខ្ទឹមសចិញ្ច្រាំយើងចូលទៅដែរអញ្ចឹងណាបងអូនចានេះបន្ទាប់ពីដាក់ខ្ទឹមសលីងឲ្យឈ្ងុយសិនបងប្អូនយើងត្រូវការលីងខ្ទឹមសឲ្យឈ្ងុយហើយនាងខ្ញុំបានដាក់ជាមួយនឹងពោតដែលយើងបានស្ងោរមុនហ្នឹងចាដាក់ពោតហើយជាមួយនឹងហៃប៊ីយើងចូលទៅបងប្អូនអើយដោយសារតើយើងត្រូវដាក់ពោតនឹងហៃប៊ីយើងលីងឲ្យចូលជាតិគ្នាសិនណាចាបន្ទាប់ពីរៀងរបៀបថារៀងចូលជាតិគ្នាហើយនាងខ្ញុំបានដាក់ជាមួយនឹងទឹកសុសដែលយើងលាយមុននឹងចូលទៅដែរបងប្អូនលាយឲ្យបងប្អូនភ្លក់ទៅតាមចំណង់ចំណូលចិត្តថាខ្វះអីអាចភ្លក់ដាក់តាមក្រោយទៀតតែនាងខ្ញុំរសជាតិបែបហ្នឹងគឺឆ្ងាញ់ហើយអញ្ចឹងនាងខ្ញុំក៏បានបន្ថែមជាមួយនឹងម្ទេសហុយហើយនឹងស្លឹកខ្ទឹមចូលផងដែរពេលដែលពោតយើងលីងឆ្អិនបានល្អចាបងប្អូននេះឥឡូវពោតយើងឆ្អិនហើយនាងខ្ញុំក៏បានដួសដាក់ចានយកមកភ្លក់អូយបងប្អូនអូយនិយាយពីថាលីងតាមរបៀបនាងខ្ញុំនឹងទៅអូឆ្ងាញ់មែនតើនិយាយពីថាគ្រូសាម៉ាក់ក្មេកអីក៏គាត់ទៅសើឲ្យមេដៃដែរគាត់ថាអូឆ្ងាញ់ប្លែកមាត់មែនតើបងប្អូនអើយឆ្ងាញ់នាងខ្ញុំចូលចិត្តហើយគ្រូសាក៏គាត់ចូលចិត្តដូចគ្នាចាបន្ទាប់មកនាងខ្ញុំក៏មកស្ងោរស៊ុបជាមួយនាងខ្ញុំទាំងអស់គ្នានាងខ្ញុំមានសាច់មានបន្លែហើយបន្ទាប់មកនាងខ្ញុំក៏បានយកហៃប៊ីហើយនឹងយឺហឺហ្នឹងយកមកដាក់ត្រាំទឹកហើយយកខ្ទឹមសខ្ទឹមបារាំងហើយនឹងរំដេងយកទៅដុតសិនណាបងប្អូនយកទៅអាំងនៅក្នុងម៉ាស៊ីន air fry នឹងសិនអាំងឲ្យឈ្ងុយសិនបងប្អូនហើយបន្ទាប់មកក៏បានដាក់ដាំទឹកចោលហើយឥឡូវនេះក៏មកហាន់សាច់ជាមួយនឹងខ្ញុំទាំងអស់គ្នានេះខ្ញុំមានសាច់គោស្រួយបងប្អូនហាន់បែបហ្នឹងទៅវាមិនធំពេកហើយក៏អត់តូចពេកដែរយើងហាន់បែបហ្នឹងគឺដាក់ស៊ុបវាថាល្មមមកឆ្ងាញ់ណាបងប្អូនចានេះខ្ញុំហាន់បែបហ្នឹងណាបងប្អូនអើយមិនមែនតែអ្នកជំនាញទេតែគាត់ថាពេលធ្វើទៅឆ្ងាញ់ល្មមមកញ៉ាំបានបងប្អូនចានេះបន្ទាប់មកនេះខ្ញុំក៏មានឆ្អឹងស៊ុបផងដែរសាច់ស្រួយហើយនឹងឆ្អឹងស៊ុបអញ្ចឹងបងប្អូនបន្ទាប់ពីទឹកពុះឥឡូវនេះនេះខ្ញុំបានដាក់ជាមួយនឹងយឺហឺហើយនឹងហៃប៊ីយើងចូលទៅក្នុងទឹកស៊ុបយើងបន្ទាប់មកឥឡូវនេះក៏បានមកមើលថាខ្ទឹមបារាំងហើយនឹងខ្ទឹមសរំដេងយើងហ្នឹងឆ្អិនឈ្ងុយហើយនេះខ្ញុំក៏បានដាក់ចូលទៅក្នុងទឹកស៊ុបផងដែរដូចគ្នាអញ្ចឹងដើម្បីឲ្យទឹកស៊ុបយើងកាន់តែមានរសជាតិឈ្ងុយចេញហើយនឹងមានរសជាតិផ្អែមចេញពីខ្ទឹមហើយនឹងរំដេងយើងដែរអញ្ចឹងណាបងប្អូនចាហើយរំដេងហ្នឹងនាងខ្ញុំក៏បានយកទៅដំបន្ថែមបន្តិចផងដែរបន្ទាប់ពីអាំងហើយដើម្បីឲ្យចេញក្លិនកាន់តែឈ្ងុយទៀតចឹងបងប្អូនអើយបន្ទាប់មកនេះខ្ញុំក៏បានដាក់ជាមួយនឹងឆ្អឹងស៊ុបយើងចូលទៅរងាស់ផងដែរចាបន្ទាប់ពីរងាស់ហើយនេះខ្ញុំក៏បានទុកចោលសិនឥឡូវនេះមកលាយទឹកសុសជាមួយនាងខ្ញុំទាំងអស់គ្នាបងប្អូននេះខ្ញុំដាក់ជាមួយនឹងស្ករស1ស្លាបព្រាហើយនឹងម្សៅស៊ុបម្សៅស៊ុបបន្លែហ្នឹង1ស្លាបព្រាចាហើយនេះខ្ញុំដាក់ជាមួយនឹងទឹកស្អ៊ីវចំនួន1កូនវែកទូចហ្នឹងណាកូនវែកហ្នឹងអត់ធំទេបងប្អូនអើយកូនវែកហ្នឹងទូចមកល្មមហើយនេះខ្ញុំដាក់ជាមួយនឹងទឹកត្រីហ្នឹងបងប្អូននេះខ្ញុំដាក់ទឹកត្រីហ្នឹងចំនួន1កូនវែកដែរអញ្ចឹងណាហើយបន្ទាប់មកនេះខ្ញុំដាក់ជាមួយនឹងម្រេចចានាងខ្ញុំដាក់ជាមួយនឹងម្រេចចូលបន្ថែមទៀតដាក់ម្រេចប្រហែលជាមួយស្លាបព្រានឹងទៀតតើមកបងប្អូនអើយបន្ទាប់ពីទឹកយើងបានពុះហើយនាងខ្ញុំដាក់ជាមួយនឹងសាច់ស្រួយយើងចូលទៅចាដោយសារតែយើងត្រូវរំងាស់សាច់រៀងផុយសិនហើយក៏បានចាក់ជាមួយនឹងទឹកសុសដែលយើងលាយមុននឹងចូលទៅដែរព្រោះដោយសារពីច្រើននាងខ្ញុំធ្វើម្ហូបចូលចិត្តលាយទឹកសុសយើងបែបហ្នឹងដើម្បីឲ្យភ្លក់ដឹងថា
គ្រឿងហើយនឹងទឹកស៊ុបយើងឆ្អិនជួយរបៀបថាត្រូវជាតិចឹងណាបងប្អូនអើយនេះបន្លែមានការ៉ុតមានដលងបារាំងហើយនឹងស្ពៃបូកគោបងប្អូនចាឥឡូវនេះទឹកពុះអញ្ចឹងនាងខ្ញុំក៏បានដួសពពុះចេញផងដែរបើយើងអត់ដួសពពុះចេញទេទឹកស៊ុបយើងគឺអត់សូវថ្លាល្អទេបងប្អូនសូមរីកខមមិនឲ្យបងប្អូនដួសពពុះចេញណាចាបងប្អូនពេលដែលដួសពពុះចេញអញ្ចឹងទៅគឺថាទឹកស៊ុបយើងថ្លាល្អហើយមានរសជាតិឈ្ងុយទៀតបងប្អូនអត់មានក្លិនឆ្អាបអីទេចាឥឡូវនេះបងប្អូនអើយពេលដែលភ្លក់ទៅរៀងស្ទើប្រៃបន្តិចដោយសារតឌីងសាបអស់អញ្ចឹងហើយនាងខ្ញុំក៏បានបន្ថែមជាមួយនឹងទឹកត្រីចូលបន្តិចអញ្ចឹងណាបងប្អូនចាបងប្អូននិយាយពីថាដាក់តែប៉ុណ្្នឹងទេរសជាតិក៏មិនដិតពេកមិនប្រៃពេកហើយក៏មិនសាបពេករសជាតិមិនល្មមចេញពីបន្លែពីសាច់យើងបន្ទាប់ពីទឹកពុះទៀតហើយសាច់ផុយអញ្ចឹងនាងខ្ញុំក៏បន្ថែមជាមួយនឹងការ៉ុតហើយនឹងដំឡូងបារាំងចូលដូចគ្នាផងដែរដោយសារដើម្បីឲ្យរសជាតិចេញពីដលងបារាំងពីការ៉ុតរសជាតិផ្អែមអញ្ចឹងណាបងប្អូនចានេះចាក់ចូលហើយក៏បានកូរហើយក៏បានមើលទៀតណាបងប្អូនដោយសារតចេះតែថតទៅបើអត់បានថតទេខ្លាចបងប្អូនពុកម៉ែបងប្អូនអត់ឃើញមុខអញ្ចឹងណាចានេះបងប្អូនស្ពៃបូកគោយើងដាក់ក្រោយគេដោយសារតនេះបងប្អូនស្ពៃបូកគោខាងចុងដោយសារតតតែទឹកពុះបន្លែផុយហើយបាននាងខ្ញុំចាក់ជាមួយនឹងស្ពៃបូកគោយើងចូលទៅហើយនឹងបន្ថែមជាមួយនឹងម្រេចចូលបន្តិចឲ្យកាន់តែឈ្ងុយស៊ុបនឹងយើងញ៉ាំស្អែកបងប្អូនដោយសារតធ្វើឲ្យអីហើយចឹងក៏បានចេញមកមើលគ្រួសារគាត់កាត់ស្មៅនៅខាងក្រោយនៅនេះយើងអត់កាត់ស្មៅគេផាបងប្អូនគេផាចាប់ពី$50ឡើងលើតាមស្មៅខ្លីវែងនេះបងប្អូនអើយតំណាំម៉ាក់ក្មេងមានជីវ៉ាន់ស៊ុយមានលខ្ទឹមមានម្ទេសមានសាឡាត់អូយម៉ាក់ក្មេងខ្ញុំគឺគាត់បកកែដាំមែនតែនគឺតំណាំនៅផ្ទះណាបងប្អូនតំណាំដាំខ្លួនឯងហើយគាត់មានដាំជីវងហើយនឹងជីចំអាបត្រីហើយជាមួយនឹងម្រះព្រៅចាបងប្អូនគឺគាត់បកកែដាំមែនទែនម៉ាក់ក្មេងរបស់នាងខ្ញុំគឺគាត់ចូលចិត្តដាំបន្លែទៀតចាស់ហើយនេះក៏មានស្លឹកក្រូចសើចដែរបងប្អូនអើយដោយសារតនេះអញ្ចឹងហើយមានជីអង្កាមហើយអានេះដើមត្រឡប់បងប្អូនចាដើមត្រឡប់នេះទៅដាំឆ្នាំនេះទេចាហើយនេះបងប្អូនអើយមកដាំប៉េះនេះណែមកគាត់ដាំមកផ្លែឡងគាត់ដាំងហ្មងណាមកផ្លែដើមគេទូចទៅផ្លែច្រើនមែនតើហើយនេះដើមឈើរីបងប្អូនផ្លែបេះញ៉ាំអស់ហើយចាហើយនេះក៏ដាំប៉េះដែរបងប្អូនអើយដោយសារដាំប៉េះនឹងមានច្រើនពូជនេះផ្លែគេរៀងកប៉ែតដូចផ្លែច័ន្ទអញ្ចឹងចាបងប្អូនហើយនេះបងប្អូនក៏គាត់ដាំជាមួយនឹងប៉មបងប្អូននេះប៉មដើមប៉មនៅផ្ទះហ្នឹងណាដើមប៉មខៀវវិញបងប្អូនចាអរគុណពុកម៉ែបងប្អូនជម្រាបលាកុំភ្លេចជួយ like និង share វីដេអូរបស់នាងខ្ញុំផងណាបាទនិយាយខុសអីកុំប្រកាន់អីបងប្អូនបាយបាយ